មានតែសេដ្ឋកិច្ចរបស់យើងខ្លាំងទេដែលយើងអាចបាទមានតបឬក៏មានយោធាខ្លាំងហើយបើចង់ខ្លាំងចឹងលុះត្រាតែខ្មែរយើងទាំងអស់គ្នារួបរวมគ្នាសាមគ្គីគ្នាបបែកបាក់គ្នាធ្វើមិន1000ឆ្នាំ1លានឆ្នាំទៅមុខទៀតក៏មិនរីកចម្រើនដែរខ្មែរយើងគឺបើសិននៅតែបែកបាក់គ្នាអញ្ចឹងនៅតែអញ្ចឹងបងប្អូនចឹងត្រូវការរួបរวมគ្នាត្រូវការសាមគ្គីគ្នាទើបយើងជោគជ័យព្រោះគណៈបកណាជាប់ឆ្នោតក៏យើងអត់មានចំណេញដល់យើងដែរព្រោះពួកគេនៅតែទន្ទ្រាននៅទៅចង់បានទឹកដីរបស់យើងតែប៉ុណ្្នឹងព្រោះពួកគេនៅតែការពារយោធាការពារស្ដេចរបស់គេណាអញ្ចឹងបើគេហ៊ានកិច្ចពីហ្នឹងជាប់គុកឡើយនៅថៃណាអញ្ចឹងគណៈបកណាហ្នឹងគឺត្រូវនៅតែការពារបាទព្រះមហាក្សត្រគេការពារអញ្ចឹងការពារព្រះមហាក្សត្រគេកម្មយោធាគេប្រជាជនការពារអញ្ចឹងមានន័យថានៅចង់បានដីខ្មែរនៅចង់បកករឿងមួយខ្មែរនេះកិច្ចអត់ផុតទេបងប្អូននៅតែប៉ុណ្ណឹងបាទយើងកិច្ចមិនផុតឡើយអញ្ចឹងមានតែយើងខ្លាំងទេបងប្អូនសាមគ្គីគ្នារួបរวมគ្នាបង្កើនសេដ្ឋកិច្ចតែប៉ុណ្ណឹង